បងប្អូនអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានឃើញព្រៃប្រឹក្សាបានឃើញជើងភ្នំបានឃើញទេសភាពចម្ការផ្សេងហើយពេលនេះម៉ោង11ថ្ងៃត្រង់ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ទីតាំងមួយឈ្មោះថាស្រែអំបិលហើយស្រែអំបិលថ្ងៃនេះគឺមិនមែនស្ថិតនៅក្នុងខេត្តកោះកុងទេគឺជាស្រែអំបិលដែលស្ថិតនៅក្នុងទឹកដីនៃខេត្តកំពតបងប្អូននៅពីខាងក្រោយខ្ញុំនេះគឺជាស្រែអំបិលហើយបងប្អូនបាទនិយាយពីស្រែវិញអ្នកទាំងអស់គ្នាមើលឃើញចឹងបាទចឹងហើយពាក់ព័ន្ធមួយការបញ្យលលំអិតអីផ្សេងហ្នឹងគឺខ្ញុំអត់លំអិតទេដោយសារតែខ្ញុំក៏អត់ចេះពីបច្ចេកទេសឬក៏របៀបនៃការធ្វើស្រែអំបិលដែរប៉ុន្តែអីដែលដឹងគឺថាទីនេះគឺជាស្រែអំបិលទៅគឺឃើញលំមែនតែបាទហើយពួកយើងអ្នកស្រែអញ្ចឹងយើងនៅស្រែគឺចេញតែក្រៅភូមិទៅគឺឃើញស្រែឃើញប្រាំងអីផ្សេងល្វឹងល្វើយដាច់សញ្ញារហៅគ្នារស្រែកហៅគ្នាមិនលឺទេយ៉ាងណាមិញទីនេះដូចគ្នាដែរហើយវាជាក់ដៃទៅមិនមែនមានតែប៉ុណ្្នឹងណាអូនក្រហមហ្នឹងតាំងពីនៅខាងលើនោះរហូតដល់នៅខាងនោះក៏មានស្រែអំបិលមួយផ្នែកដែរប៉ុន្តែបើអ្នកទាំងអស់គ្នាមើលឲ្យឆ្ងាយទៅឃើញឲ្យតែត្បូងក្រហមហ្នឹងគឺសុទ្ធតែជាទីតាំងស្រែអំបិលហើយបាទសុទ្ធតែជាទីតាំងស្រែអំបិលហើយអញ្ចឹងម្ចាស់រៀងខ្លួនទេហើយខ្ញុំមិនដឹងថាមើលមកឲ្យឃើញថាអំបិលនឹងពេលណាដែលវាដុតចេញជាគ្រាប់ដូចជាអំបិលដែលបងប្អូនទទួលទានរាល់ថ្ងៃហ្នឹងមិនដឹងថាពេលណាទេបើសិនជាអ្នកទាំងអស់គ្នាចង់ឃ្លាចង់លម្អិតចង់ច្បាស់ពាក់ព័ន្ធជាមួយនឹងរបៀបនៃការអំបិលអីផ្សេងហ្នឹងអ្នកទាំងអស់គ្នាអាចជួយការឆែកតាម channel YouTube ផ្សេងបានដែលគេបញ្យល់លម្អិតបើខ្ញុំអត់លម្អិតទេថ្ងៃនេះគ្រាន់តែចង់នាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យឃើញពីទស្សនភាពនៃស្រែអំបិលហើយគោលដៅដែលចង់ឲ្យឃើញហ្នឹងគឺដោយសារតែក្នុងហ្នឹងមានរូបភាពមានគេហៅថាមានសម្រស់វាសនា KH នៅក្នុងហ្នឹងដែរណាបាទមានសម្រស់វាសនា KH នៅក្នុងហ្នឹងដែរដូច្នេះហើយកុំឲ្យខាតបាទមើលខ្ញុំផងមើលស្រែអំបិលផងបាយ